លោកកែវស្រាត់គឺជាអ្នកចម្រៀងនៅសម័យមុនដ៏ល្បីល្បាញមានរហស្សនាមថាអធិរាជធ្គាមខ្លាមហាទំនួញលោកកែវស្រាត់គឺមានឈ្មោះពិតឈុំតេះកើតនៅថ្ងៃទី10ខែមីនាឆ្នាំ1556នៅក្នុងភូមិវត្តកំផែងស្រុកបាត់ដំបងខេត្តបាត់ដំបងលោកជាកូនទី2ក្នុងចំណោមបងប្អូន7នាក់ដែលមានឪពុកឈ្មោះថាចតឈុំនិងម្ដាយឈ្មោះថាគ្រិតសារ៉ាន់ដែលពួកគាត់ទាំងពីរបានបាត់បង់ជីវិតនៅក្នុងអំឡុងឆ្នាំ1577ក្រោយមកលោកកែវស្រាត់ក៏បានរត់ចូលក្នុងជំរំភៀសខ្លួនឈ្មោះថាខាអ៊ីដាងនៅក្នុងទឹកដីប្រទេសថៃលោកកែវស្រាត់គឺបានរួមរស់ជាមួយនារីម្នាក់ហើយមានកូនមួយបន្ទាប់មកនារីនោះក៏បាននាំកូនរត់ចោលលោកបាត់ទៅក្រោយមកលោកក៏បានសម្រេចចិត្តរៀបការជាមួយនារីម្នាក់ទៀតឈ្មោះថាច័ន្ទធូហើយបាននាំគ្នាភៀសខ្លួនពីជំរំនោះទៅរស់នៅសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ1556លោកក៏ចាប់ផ្ដើមច្រៀងដើម្បីយកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារលោកក៏បានច្រៀងថតកាសែតឲ្យផលិតកម្មមួយឈ្មោះថាកាសែតទីប្រណមនៅក្នុងឆ្នាំ1586ទៅកាន់ឆ្នាំ1587កាសែតសេកមាសទី1កាសែតមយូរ៉ានិងកាសែតជាច្រើនទៀតដែលលោកបានថតឲ្យបានប្រហែល80ទៅ100បទហើយក៏បានងាកមកនិពន្ធបទចម្រៀងខ្លួនឯងនិងបង្កើតផលិតកម្មខ្លួនឯងវិញម្ដងនៅក្នុងឆ្នាំ1590ដោយដាក់ឈ្មោះថាជួងសំរិទ្ធបទចម្រៀងដែលលោកទទួលបានភាពល្បីល្បាញគ្រប់ទិសទីនោះគឺបទអាណិតវាសនាខ្លួនឯងស្រណោះដីខ្មែរពិសាដើមឆ្នាំស្នេហ៍កម្មឆ្លងដែនខាអ៊ីដាងដួងចិត្តនិងមានបទជាច្រើនទៀតលោកកែវស្រាត់ក៏ទទួលមរណភាពនៅថ្ងៃទី5ខែកញ្ញាឆ្នាំ1591នៅទីក្រុងឡុងបិចសហរដ្ឋអាមេរិកដោយរោគថ្លើមប្រភេទ B ខំដោយដុកទ័ររ៉ាឯកទេសកម្ចាត់ស្នាមប្រឡាក់គ្រប់ប្រភេទមានទាំងសាប៊ូលាងចាននិងសាប៊ូបោកខោអាវរាល់ស្នាមប្រឡាក់របស់បងប្អូនទាំងអស់នឹងត្រូវភ្លឺសចែងចាំងមកវិញកម្ចាត់ដោយអ្នកឯកទេសគឺសាប៊ូដុកទ័ររ៉ាប្រសិនបើពុកម៉ែបងប្អូនចង់ជាវយកទៅប្រើប្រាស់ឬក៏លក់បន្តបងប្អូនអាចទំនាក់ទំនងទៅកាន់ Page ដុកទ័ររ៉ាឬក៏បងប្អូនទំនាក់ទំនងតាមលេខទូរស័ព្ទដោយដែលបានដាក់តាំងបង្ហាញនៅក្នុងវីដេអូចង់បានភ្លឺសចែងចាំងកុំភ្លេចដុកទ័ររ៉ា